ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះបរតនត្រ័យមានព្រះពុទ្ធពធនិងព្រះសង្ឃដែលជារតនៈដល់ឧត្តមគង់ពោះនិងសូមក្រាបថ្វាយបង្គំចំពោះព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងអស់ហើយនឹងសូមចម្រើនពរដល់ពុទ្ធបរិស័ទណាប្រុសស្រីទាំងអស់ហើយនៅក្នុងខ្សែវីដេអូមួយនេះយើងទៅខ្សែតកតងទៅនឹងសុគតិភូមិសង្ខេបមួយតកតងសុគតិភូមិណាចឹងដែលជាខ្សែអត្តទី1នេះយើងនិយាយពីសុគតិភូមិណាទី1អញ្ចឹងសុគតិភូមិនេះគឺបានដល់ភូមិដែលជាទីនៅជាសុខណាជាទីនៅដ៏សុខស្រួលមាន27ភូមិគឺបានដល់កាមភូមិ7ហើយនឹងរូបភូមិ16ហើយនឹងអរូបភូមិ4ណាភូមិ4អញ្ចឹងយើងរាប់ទៅថាបណ្ដាភូមិទាំងអស់វាមាន31អញ្ចឹង31យើងដកអបាយភូមិ4អញ្ចឹងនៅក្នុង31ភូមិហ្នឹងគឺយើងដកមាននៅសល់27ណា27ភូមិជាង27ភូមិនេះ27ឬក៏27ហ្នឹងគឺថាគឺជាសុគតិភូមិកន្លែងសុគតិណាសុគតិភូមិយើងពុទ្ធបរិស័ទហើយសុគតិភូមិហ្នឹងគឺបានដល់កាមភូមិ7រូបភូមិ16ហើយនឹងអរូបភូមិ4យើងដកអបាយភូមិ4វានៅសល់27នេះហៅថាសុគតិភូមិណាសុគតិភូមិអញ្ចឹងកាមភូមិនឹងគឺ7នឹងគឺបានដល់អីគឺបានដល់មនុស្សយភូមិ1ទេវភូមិ4មនុស្សភូមិ1ទេវភូមិ6ណាទេវភូមិ6ហ្នឹងគឺ7នឹងឯងហ្នឹងហើយគឺបានដល់យើងរាប់មនុស្សភូមិយើងមួយគឺភូមិរបស់មនុស្សនឹងឯងគឺនៅក្នុងមនុស្សលោកយើងហ្នឹងឯងហើយដល់ទេវភូមិមាន6គឺបានដល់ចតុមហារាជការ1ភូមិតាវតੰ1ភូមិយាមា1ភូមិតោសិតា1ភូមិនមានរតី1ភូមិហើយនឹងបរណមិតៈវសវតី1ភូមិហ្នឹងហើយចឹងទាំង7នេះគឺកាមភូមិទាំង7នេះគេហៅថាកាមភូមិចឹងពាក្យថាមនុស្សនេះគឺយើងបែងចែកទៀតនៅក្នុងមនុស្សនេះណាមនុស្សភូមិនេះនៅក្នុងមនុស្សភូមិនឹងយើងចែកទៅជាមនុស្ស4ទ្វីបសត្វទាំងឡាយដែលឈ្មោះថាមនុស្សប្រុសជាអ្នកមានចិត្តខ្ពស់នឹងឯងមានសតិមានសេចក្តីរលឹកដែលជាអ្នកខ្លាចនៅហើយជាអ្នកមានដល់សំគួរជាអ្នកបានសម្រេចនៅព្រហ្មចរិយធម៌ជាដើមណាគឺជាអ្នករស់នៅក្នុងមនុស្សភូមិហ្នឹងគឺមានទ្វីបទាំង4មនុស្សយើងហ្នឹងពាក្យថាមនុស្សហ្នឹងមានក្នុងទ្វីបទាំង4ដូចជាឧត្តរក្រោទ្វីបបបតិហបទ្វីបអមរគូយានីទ្វីបហើយនឹងជើងពុកទ្វីបហ្នឹងហើយជើងពុកទ្វីបអញ្ចឹងនៅក្នុងខ្សែអត់នេះគ្រាន់តែបង្ហាញប៉ុណ្ណឹងញាតិញោមជាពុទ្ធបរិស័ទចាំបន្តទៅទៀតយើងនឹងសិក្សាអំពីមនុស្សក្នុងទ្វីប
ណាទាំង4នឹងឲ្យបានល្អន់ហើយញាតិញោមពុទ្ធបរិស័ទនឹងរងចាំបន្តឲ្យយើងដឹងរំលឹកសាថ្មីឲ្យយើងដឹងថានៅក្នុងសុគតិភូមិនឹងគឺភូមិទាំង27វាភូមិ4ចាញ់គឺអបាយភូមិ4មាននរកប្រែតដេរឆាននិងអសុរកាយបណ្ដាភូមិទាំង31នឹងដក4ចាញ់នៅសល់27នឹងគឺជាសុគតិភូមិហើយនៅក្នុងជាសុគតិភូមិបានន័យថាកាមភូមិ7រូបភូមិ16អរូបភូមិ4ហើយកាមភូមិនឹងមាន7គឺមនុស្សហើយនិងទេវតា6ជាន់មនុស្សគឺបានដល់មនុស្សក្នុងទ្វីបទាំង4ហើយទេវតានៅក្នុងចន្ទទាំង6មានចតុមហារាជការរហូតដល់បរិនិម្មិតសវតីហើយមនុស្សនៅក្នុងទ្វីបទាំង4មានឧត្តរករទ្វីបបបតិហទ្វីបអមរគូយនីទ្វីបហើយនឹងចម្ពុកទ្វីបហ្នឹងហើយចឹងនៅក្នុងខ្សែអត្ថក្រោយញាតិញោមពុទ្ធបរិស័ទនឹងសិក្សាតកតងទៅនឹងការរស់នៅជីវភាពនិងជីវិតក្នុងទ្វីបទាំង4មានឧត្តរករទ្វីបជាដើមដែលមានអាយុខៃនៅក្នុងទ្វីបនីមួយអញ្ចឹងនៅក្នុងខ្សែអត្ថក្រោយយើងនឹងសិក្សាបន្តតកតងទៅនឹងកាមសុខឬក៏នៅក្នុងមនុស្សនៅក្នុងមនុស្សទ្វីបទាំង4យើងសិក្សាអំពីមនុស្សរួចចាំយើងសិក្សាអំពីទេវភូមិ6ដែលនិយាយនៅក្នុងកាមភូមិ7ហ្នឹងចឹងនៅក្នុងខ្សែនេះសូមបញ្ចប់តែប៉ុណ្ណេះហើយសូមកុំភ្លេចតាមដានយើងនឹងសិក្សានៅក្នុងខ្សែអត្ថក្រោយយើងនឹងសិក្សាតាក់ទងទៅនឹងមនុស្សក្នុងទ្វីបទាំង4មានចម្ពុកទ្វីបយើងនេះហើយឧត្តរករទ្វីបបបតិហទ្វីបនិងអមរគូយនីទ្វីបនឹងសិក្សាបន្តនៅក្នុងខ្សែអត្ថក្រោយចឹងនៅក្នុងខ្សែអត្ថនេះសូមសង្ខេបតែប៉ុណ្ណេះណាសូមក្រាបថ្វាយបង្គំលាហើយនឹងចម្រើនពរលា